ហើយក៏ពោលអំពីអានិសង្ឃទាំង5ហើយព្រោះថាក្នុងបុណ្យកឋិនទាននេះបាទអានិសង្ឃមិនមែនបានតែបាទនាវេទេបានទាំងព្រះសង្ឃបានទាំងនាវេបានទាំងម្ចាស់ទានបានទាំងអ្នកទទួលបាទនេះអានិសង្ឃនៃកឋិនទានហើយអ្នកដែលបានបាទធ្វើបុណ្យកឋិនទាននេះឈ្មោះថាអ្នកដែលបានធ្វើតាមព្រះពុទ្ធបាទពុទ្ធអនុញ្ញាតព្រោះថាអ្នកបានបូជាដល់ព្រះពុទ្ធព្រោះថាបុណ្យអ្វីផ្សេងបាទមនុស្សលោកយើងអ្នកកំណត់អ្នកឲ្យធ្វើតែបុណ្យកឋិនទាននេះបាទគឺព្រះបាទព្រះអញ្ចឹងអ្នកធ្វើបុណ្យកឋិនទានបានន័យថាអ្នកធ្វើតាមព្រះអ្នកបូជាដល់ព្រះបាទចឹងបាទក្នុងគណៈនេះដែរខ្ញុំបាទកពោលបាទយកពាក្យស្លោកក្បួចនៅអានិសង្ឃនៃកឋិនទានបាទចឹងខ្ញុំគណៈខ្ញុំបាទក៏និមន្តបាទព្រះសង្ឃគ្រប់អង្គផងដែរចូលរួមស្ដាប់អំពីអានិសង្ឃក៏ដូចជាបងប្អូនពុទ្ធបរិស័ទហើយនឹងម្ចាស់ត្រៃទូទាំងភូមិចង្ហាទាំងមូលចូលរួមស្ដាប់ជាមួយខ្ញុំបាទដូចតទៅមួយរោចដូចរៀងរាល់ឆ្នាំពុទ្ធបរិស័ទចាំចិត្តជ្រះថ្លាកឋិនទានដល់ហើយណារៀបចំបរិខាវេថ្វាយសង្ឃដង្កល់អង្គត្រៃទុកមួយកន្លែងរៀបចំចាត់ចែងការស្បង់ស្បៃទេសនារៀបរាប់ជើបនិស័យដង្ហេអង្គត្រៃវេថ្វាយសង្ឃកំណត់វិតមួយបានតែម្ដងមួយឆ្នាំកន្លងមិនបងអង្គបើហួសកាលហើយវេថ្វាយសង្ឃមិនឡើងជាអានិសង្ឃកឋិនទានទេចំណែកអានិសង្ឃនៃកឋិនទានសម្រេចកើតមានផ្លែកពីគេមិនមែនបានតែម្ចាស់ទានទេបានទាំងនាវេបានទាំងព្រះសង្ឃដែលបានក្រាលក្រងត្រូវវេលាអនុមោទនាតាមពាក្យត្រង់បានអានិសង្ឃទាំងអស់អង្គបានអានិសង្ឃ5ប្រការទី1ទៅណាមិនបានលាភិក្ខុផងគ្នាទៅទីណាមិនដាច់អាបត្តិនោះថាចរិតសិក្ខាបទនោះអីទី2ទៅណាទោះយកថ្ងៃមិនបាច់យកគ្រប់3ចីវរគឺស្បង់ចីវរសង្ឃក្តីខ្វះមួយណាក្តីមិនថ្មីឡើយទី3អាចឆាន់គណៈភោជនដែលគេនិមន្តចំឆ្លងឆ្លើយភោជនទាំង5ណាមួយហើយមិនទើសអ្វីឡើយតាមប្រាថ្នាទី4រក្សាបន្តអត្តរិយចីវរតាមប្រាថ្នាទោះមិនវិកັບនោះយ៉ាងណាក៏មានឈ្មោះថាការប្រពៃទី5លៀបកើតក្នុងអាវាសស្បង់ស្បៃអ្វីខ្លះសង្ឃលោកលីបែងចែកតាមឋានៈតាមវិន័យដោយសង្ឃដតីដែលខ្ពង់ខ្ពស់អានិសង្ឃទាំង5ប្រការសម្រួលបញ្ហាដល់ការរួមរស់សង្ឃតូទួលហើយមានកិត្តិយសមិនដាច់អាបត្តិព្រោះកឋិនទានចំណែកទាយកទាយិកាមានចិត្តជ្រះថ្លាលះធនធានចំណាយប្រាក់ធ្វើកឋិនទានអានិសង្ឃមានពរនាមិនបានឡើយសូមអនុមោទនាចឹងដោយកឋិនទានរបស់យើងនៅសល់តែមួយសិលទៀតទេចឹងកឋិនទានដែលតម្កល់ដំកើងហើយវេថ្វាយចំពោះព្រះសង្ឃរតនៈបានបន់មិនអាចគណនាថាបានបន់ប៉ុណ្ណេះឬបន់ប៉ុណ្ណោះឡើយសូមអនុមោទនាចឹងកាលណាគុណម្ចាស់គ្រប់អង្គបានស្ដាប់បានយល់អំពីអានិសង្ឃទាំង5នៃកឋិនទានចំពោះទាយកទាយិកាក៏បានយល់គ្រប់អ្នកគ្រប់គ្នាផងដែរបាទសូមអនុមោទនាចឹងឱកាសពេលព្រឹកនេះបាទខ្ញុំបាទសូមស្លេះបាទតែចំណេះសិនព្រោះថាក្រែងលោលោកគ្រូបាទសតិធម្មោទិណាតចង់ពោលបរិយាយឬក៏ផ្សព្វផ្សាយនៅបុណ្យកឋិនទានក៏សូមលោកគ្រូអញ្ជើញបាទសូមអរគុណ